ក្នុងនាមយើងជាប្រវត្តិខ្មែរដែលយើងរងនៅការឈឺចាប់ដែលថាมันអាចកាត់ថ្លៃបានដោយសារការរំលោភបំពានពីប្រទេសជិតខាងយើងដោយសារប្រទេសយើងជាប្រទេសមួយដែលប្រកាន់ជាប់នៅពុទ្ធសាសនាជាប្រទេសមួយដែលចង់បានអូនភូមិហើយក៏យើងនឹងបន្តសាមគ្គីគ្នាតទៀតរូបភាពណាក៏ដោយតាមស្មារតីចូលរួមទាំងអស់គ្នាក្នុងតដែរអ្នកភូមិអូកេដេបានមកទីនេះដើម្បីបង្ហាញនៅទឹកចិត្តលើកទឹកចិត្តដល់អ្នកបងប្អូនរបស់ភូមិអូទេក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសទាំងអស់ទទួលមានអារម្មណ៍ថាយើងជឿជាក់ទាំងអស់គ្នាហើយខ្ញុំក៏ជឿជាក់ថាប្រជាជនកម្ពុជាកំពុងតែជឿចាប់ទៅការជំរាបជៀនពៀនរបស់ទ័ពថៃយើងទាំងអស់គ្នាដែលនៅក្នុងប្រទេសសូមរួមសាមគ្គីគ្នាទាំងអស់គ្នាទាំងស្មារតីទាំងសម្ភារៈទាំងកម្លាំងកាយចិត្តទាំងអស់ដើម្បីជួយដល់វីរៈកងទ័ពរបស់យើងហើយខ្ញុំជឿថាថ្ងៃនេះវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពក៏ដូចជាប្រជាជនកម្ពុជាស្លូតត្រង់តែបានពលីនៅក្នុងសង្គ្រាមនៅតាមព្រំដែនទាំងអស់នេះនឹងទទួលបាននៅមគ្គផលនឹងទទួលដឹងឮដោយសន្តានចិត្តរបស់យើងទាំងអស់គ្នាខ្មែររួមសាមគ្គីខ្មែរឈ្នះ